សូមគោរពជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel កំសាន្តជួបជាមួយនឹងនាងខ្ញុំ Judy ហើយនៅថ្ងៃនេះផងដែរនាងខ្ញុំសូមចែករំលែកនៅវីដេអូរបស់ព្រះនាងនរោត្តម សេនាដែលទ្រង់យាងដំណើរកំសាន្តនៅតំបន់ទេសចរណ៍ភ្នំយីមេងទីក្រុងលិនយីនៃខេត្តសាងតុងប្រទេសចិនទ្រង់ក៏បានបកស្រាយចម្រៀងជាភាសាចិនគឺបទសំនៀងភ្នំយឹមមេងឬយីមេងសាន់ឆៅតោយ៉ាងស្ទាត់ជំនាញសម្លេងរបស់ទ្រង់ពិតជាស្រទន់និងពីរោះខ្លាំងណាស់ដោយទ្រង់បានបកស្រាយផ្ទាល់នៅលើភ្នំយីមេងនៃទីក្រុងលិនយីខេត្តសាងតុងប្រទេសចិនហើយបទចម្រៀងមួយនេះក៏ត្រូវបានគេកំណត់ថាជាភ្លេងប្រចាំក្រុងនៃទីក្រុងលិនយីខេត្តសាងតុងប្រទេសចិនផងដែរព្រះនាងនរោត្តម សេនាក៏យាងចូលរួមផ្ដល់បទសម្ភាសន៍បរិយាយអំពីសម្រស់ទីក្រុងលិនយីពោពេញទៅដោយមន្តស្នេហ៍នៃធម្មជាតិលាយបញ្ចូលនឹងវប្បធម៌ដ៏ជ្រាលជ្រៅនៃទីក្រុងដ៏ទំនើបនិងស៊ីវិល័យនៃខេត្តសាងតុងមួយនេះមុននឹងទៅកាន់វីដេអូពេញនាងខ្ញុំសូមអនុញ្ញាតពីពុកម៉ែបងប្អូនសូមចុចសញ្ញាជាវនិងផាកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសម្រាប់ការកម្សាន្តគ្រប់យ៉ាងបើចូលចិត្តកម្សាន្តកុំភ្លេចកម្សាន្តអូខេដើម្បីកុំឲ្យពុកម៉ែបងប្អូនទន្ទឹមរង់ចាំយូរតោះយើងទៅតាមដានទស្សនាវីដេអូពេញទាំងអស់គ្នាសូមគោរពអញ្ជើញhas such a unique charm. What really stood out to me though was how it blends the steep cultural roots with a very modern, energetic vibe. The natural scenery, mountains and rivers is stunning and you can feel the history in the air, but at the same time the city feels young and full of life. It's a beautiful mix of tradition and progress and I find that really inspiring.សូមអរគុណពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូតាំងពីដើមរហូតដល់នាទីនេះប្រសិនបើពុកម៉ែបងប្អូនពេញចិត្តវីដេអូមួយនេះសូមកុំភ្លេចជួយឲ្យបេះដូងនិងចុច Like Share Comment នៅវីដេអូខាងក្រោមប្រសិនបើនាងខ្ញុំអធិប្បាយមានចំណុចខុសឆ្គងត្រង់ណានាងខ្ញុំក៏សូមខន្តីអភ័យទោសពីពុកម៉ែបងប្អូនផងដែរសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់គាំទ្រនាងខ្ញុំសូមមេត្តាជួយចុចសញ្ញាជាវនិងបាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃសម្រាប់ការកម្សាន្តគ្រប់យ៉ាងបើចូលចិត្តកម្សាន្តកុំភ្លេចកម្សាន្តខណៈពេលនេះនាងខ្ញុំ Judy សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ